ហូក្រុមការងារផ្ទាល់ហូសាប៊ីអាយ៉ាបាទអ្នកណាអាយ៉ាតោះសូមអញ្ជើញមកការហូបការផ្សាយបន្តផ្ទាល់សម្រាប់របៀបក្រុមនិងរបៀបបុរាណនិងសំដៅលោហៈធាតុជម្រាបសួរតោះនិយាយអំពីទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តជម្រាបសួរតោះនិយាយអំពីទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តតើអ្នកនឹងញ៉ាំអាហារនេះទេ3 2 1ទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដែលត្រូវបានរីករាយនឹងសំណួរអំពីទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដែលត្រូវបានរីករាយនឹងសំណួរអំពីទី1គឺមនរួចដាក់អំបិលបន្តិចចូលច្របល់ចូលគ្នាឲ្យម៉ត់រួចដាក់ចូលចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដំបូងដាក់ស្រទាប់រួចបុករួចហាន់ជាបន្ទះរួចយកសំបកចេញរួចដាក់ប្រហិតសាច់គោរួចរុំប៊ីចេងរួចដាក់ស៊ុតម្សៅនិងអំបិលរួចបំពងឲ្យជ្រៅរួចទទួលទានជាការស្រេចមុនដំបូងកាត់សាច់មាន់ចូលរួចរុំជាចំណិតរួចដាក់ក្នុងទូទឹកកករួចដាក់ម្សៅចូលរួចដាក់ពងមាន់រួចដាក់បំពងរួចដាក់ទឹកដោះគោចូលរួចចាក់ទឹកដោះគោចូលអំបិលក្រហមរួចកាត់ផ្លែឈើចូលច្របល់ចូលគ្នារួចទទួលទានជាការស្រេចមុនដំបូងយកដំឡូងបារាំងមកកាត់រួចដាក់ទឹករួចដាក់អំបិលប៉ាក់កណ្ដាលនិងអំបិលក្រហមធម្មតាថែទាំនឹងម្ទេសនិងស្លឹកខ្ទឹមរួចច្របល់ចូលគ្នារួចដាក់ពងមាន់បំពងរួចដាក់ពងមាន់បំពងរួចដាក់អំបិលចូលរួចដាក់ស្លឹកខ្ទឹមចូលទទួលទានជាការស្រេចដំបូងដាក់ដិលេរួចកិនវារួចកាត់វារួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំប៊ីចេងរួចដាក់ស៊ុតនិងម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដែលពេញចិត្តសំណួរអំពីធ្វើពុតដិលេរួចបុកវារួចកាត់វារួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំបាចិនរួចដាក់ពងមាន់ម្សៅនិងអំបិលរួចចៀនវាឲ្យជ្រៅរួចញ៉ាំវាឲ្យឆ្ងាញ់យើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេលដែលយើងត្រូវលើកវាឡើងដើម្បីចុះដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តផ្ទាល់ជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ
។